គោរពជ្រាបសួរទៅដល់ពុកម៉ែមីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់កម្មវិធី Insight គឺជាកម្មវិធីចែករំលែកនៅបទពិសោធន៍នានាពាក់ព័ន្ធជាមួយនឹងជីវិតមានពាក្យចាស់មួយពោលថាប្តីប្រពន្ធទោះបីជាក្រលំបាកតស៊ូកាត់គ្រោះកាត់បន្លាយយ៉ាងណាក៏អាចទ្រាំទ្រជាមួយគ្នាបានដែរប៉ុន្តែអ្វីដែលមនុស្សស្រីមិនអាចទ្រាំជាមួយនោះបានគឺភាពមិនស្មោះត្រង់មនុស្សប្រុសខ្លះពេលក្រខ្សត់គ្មានអ្វីជាប់ខ្លួនមើលទៅដូចជាស្លូតបូតស្រឡាញ់ប្រពន្ធថ្នមកូនណាស់ប៉ុន្តែដល់ពេលមានលុយចាយពេញដៃមានឡានទំនើបជិះចរិតសាវ៉ាក៏ចាប់ផ្ដើមលេចចេញមកគេហ៊ានលះបង់សូម្បីតែក្តីសុខរបស់កូនស្រីបង្កើតដើម្បីតែបំពេញចំណង់តណ្ហាខុសឆ្គងមួយពេលរឿងរ៉ាវដែលខ្ញុំនឹងរៀបរាប់ជូនប្រិយមិត្តស្ដាប់នៅថ្ងៃនេះគឺជារឿងរ៉ាវខ្លោចផ្សារបស់បងស្រីម្នាក់ឈ្មោះចិន្តានិងស្វាមីរបស់គាត់ឈ្មោះសុខាដែលមានស្រុកកំណើតនៅស្រុកស្រែអំបិលខេត្តកោះកុងពួកគាត់មានកូនស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់ទើបតែអាយុ5ឆ្នាំប៉ុណ្ណោះគឺឈ្មោះម៉ារីណាតើលុយកាក់តណ្ហានិងស្រីថ្មីអាចធ្វើឲ្យមនុស្សប្រុសម្នាក់ប្រែប្រួលសាហាវរហូតដល់បាត់បង់សតិសម្បជញ្ញៈបែបនេះទេឬសូមដកដង្ហើមធំរួចរួមដំណើរស្ដាប់សាច់រឿងនេះទាំងអស់គ្នាជីវិតប្តីប្រពន្ធកាលពីដំបូងលំបាកខ្លាំងណាស់រស់នៅក្នុងផ្ទះជួលតូចចង្អៀតជញ្ជាំងស័ង្កសីចាស់រហែកពេលមេឃភ្លៀងធ្លាក់ម្ដងផ្ទះក៏ធ្លាយទឹកសឹងតែរកកន្លែងសម្រាកគ្មានទោះជាលំបាកយ៉ាងណាក៏គ្រួសារមួយនេះមានក្តីសុខខ្លាំងណាស់សុខាជាប្តីដ៏ល្អត្រឡប់មកពីធ្វើការនឿយហត់យ៉ាងណាក៏ខំជួយដាំបាយជួយម៉ាស្សាដៃជើងឲ្យប្រពន្ធដោយក្តីអាណិតគេតែងថើបថ្ងាសចិន្តាថ្នមរួចនិយាយលួងលោមថាចិន្តាអូនរងទុក្ខវេទនាហើយដែលរស់នៅជាមួយបងផ្ញើខ្លួនលើបងអូនមិនបែរបានសុខទេចាំបងរកលុយបានច្រើនណាបងនឹងធ្វើផ្ទះវិឡាដ៏ស្អាតមួយឲ្យអូននិងឲ្យកូនរស់មានក្តីសុខបងមិនឲ្យអូនហត់នឿយមកលក់បន្លែហាលថ្ងៃហាលភ្លៀងបែបនេះទៀតទេមិនយូរប៉ុន្មានទេវតាក៏ប្រោះប្រទានចំណងដៃកូនស្រីម្នាក់គឺម៉ារីណាចាប់តាំងពីពេលមានកូនមកសុខាចាប់ដើមមានសំណាងនៅក្នុងជីវិតគេចាប់ដើមបានឡើងធ្វើជាមេការសំណង់រួចអភិវឌ្ឍខ្លួនទៅជាអ្នកម៉ៅការសំណង់ខ្នាតតូចនៅក្នុងខេត្តលុយកាក់ចាប់ដើមហូរចូលជីវភាពគ្រួសារប្រែពីខ្វះមុខខ្វះក្រោយមកជាធូរធារមានបានពួកគេបានទិញផ្ទះផ្ទាល់ខ្លួនមានរថយន្តជិះសមរម្យចិន្តាគិតក្នុងចិត្តថាខ្លួនឯងជាមនុស្សស្រីដែលមានសំណាងបំផុតនៅលើโลกនេះហើយនាងឈប់លក់ដូរបដូរមកនៅផ្ទះធ្វើជាមេផ្ទះមើលថែកូននិងរងចាំបម្រើប្តីយ៉ាងដិតដល់ប៉ុន្តែនាងមិនបានដឹងខ្លួនតតែសោះភាពមានបានលុយកាក់ភាពស៊ីវិល័យវាបានកំពុងតែលួចបដូរក្រពះពោះវៀននឹងចិត្តគំនិតរបស់ប្តីនាងបន្តិចម្ដងទៅហើយពិតមែនហើយនៅពេលដែលមនុស្សប្រុសចាប់ផ្ដើមមានលុយពេញហោប៉ៅភ្នែករបស់គេចាប់ផ្ដើមសម្លឹងមើលផ្កាព្រៃក្រៅផ្ទះសុខាចាប់ផ្ដើមចូលចិត្តដើរលេងយប់ផឹកស៊ីអ៊ូបនួជាមួយមិត្តភ័ក្តិនិងចូលចិត្តចូលហាងខារ៉ាអូខេគេលេងស្គាល់គេលេងនឹកឃើញត្រឡប់មកបាយផ្ទះជុំប្រពន្ធកូនដូចមុនទៀតហើយជារៀងរាល់យប់ចិន្តានិងកូនស្រីតូចតែងតែអង្គុយរងចាំប្តីរហូតដល់ម៉ោង1ម៉ោង2យប់ពេលខ្លះ
សុខាត្រឡប់មកផ្ទះវិញទាំងធំក្លិនស្រាឈួលនិងមានក្លិនទឹកអប់ស្រីផ្សេងជាប់នឹងអាវពេលចិន្តាហើបមាត់សួរនាំដោយក្តីបារម្ភសុខាមិនត្រឹមតែមិនពន្យល់ទេថែមទាំងខឹងសម្បាស្រែកកំហកដាក់ប្រពន្ធខ្លាំងថាអូនឯងដឹងអីបងចេញទៅរកស៊ីទៅផឹកស៊ីបកើតមួយដើម្បីការងារតស៊ូដើម្បីគ្រួសារយើងតានៅផ្ទះចាំតែចាយលុយទៅបានហើយកុំមកញ៉េញ៉ៃតាមសួរនាំដេញដោលបងខ្លាំងពេកទឹកភ្នែកចិន្តាស្រក់ចុះមកលើថ្ពាល់តក់នាងចាប់ផ្ដើមដឹងខ្លួនថាប្តីរបស់នាងម្នាក់នេះបានប្រែប្រួលទៅហើយមនុស្សប្រុសដែលធ្លាប់ថ្នាក់ថ្នមសម្ដីផ្អែមពេលនេះបែរជាសម្ដីអសុរោះលែងយល់មិនខ្វល់ពីចិត្តប្រពន្ធតលតែសោះរហូតដល់ថ្ងៃមួយការពិតត្រូវបានលាតត្រដាងអ្នកចិត្តខាងល្អបានលួចឃើញនិងខ្សឹបប្រាប់ចិន្តាថាគេបានឃើញសុខាដប់ស្រីម្នាក់វ័យក្មេងដើរទិញអីវ៉ាន់នៅផ្សារទំនើបយ៉ាងស្និទ្ធស្នាលមិនត្រឹមតែប៉ុណ្ណោះគេថែមទាំងបានជួលផ្ទះល្វែងដ៏មានតម្លៃមួយកន្លែងនៅក្បែរស្រុកបទុមសាគរឲ្យស្រីម្នាក់នោះរស់យ៉ាងមានសុភមង្គលទៀតផងចិន្តាស្ដាប់ហើយក្នុងចិត្តដូចត្រូវរន្ទះបាញ់នាងមិនចង់ជឿនឹងត្រចៀកនាងមិនចង់ជឿនឹងភ្នែកខ្លួនឯងទេនាងបានសម្រេចចិត្តលួចជិះម៉ូតូទៅតាមដានប្តីទាំងបេះដូងលោតខុសចង្វាក់ជើងញ័រទៅត្រឹកនាងបានធ្វើដំណើរទៅដល់មុខផ្ទះល្វែងនោះហើយអ្វីដែលនាងបានឃើញផ្ទាល់នឹងភ្នែកគឺបុរសដែលជាប្តីដ៏ល្អជាឪពុកបង្កើតរបស់កូនស្រីកំពុងតែឈរអោបចង្កេះបំបោះអង្អែលស្រីម្នាក់ទៀតទាំងញញឹមញញែមយ៉ាងមានក្តីសុខបំផុតចិន្តាមានអារម្មណ៍ថាពិភពលោកទាំងមូលកំពុងតែរលំសង្កត់លើទ្រូងធ្លាយដង្ហើមដកចេញមិនរួចនាងប្រមូលសតិហើយដើរចូលទៅទាំងទឹកភ្នែកហូរជោគថ្ពាល់បងសុខានេះគឺការងាររ៉ូស៊ីដែលបងឯងតែងប្រាប់នោះសុខានឹងស្រីស្នេហ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំងប៉ុន្តែអ្វីដែលធ្វើឲ្យចិន្តាខ្ទេចខ្ទាំបេះដូងសឹងតែខ្លាចជាផេះទៀតនោះគឺសុខាមិនត្រឹមតែមិនរត់មកសុំទោសនាងទេបែរទាំងដើរមកពាំងពីមុខស្រីរួចស្រែកកំហុសដាក់ចិន្តាទាំងគ្មានញញើតអូនឯងមកនេះធ្វើអីទៅផ្ទះវិញកុំមកធ្វើចរិតស្រែបងខ្មាស់គេនៅណាស្រីស្នេហ៍នោះថែមទាំងចំអកសម្ដីឌឺដងមកកាន់ចិន្តាទាំងមុខក្រាស់ថាបងសុខានេះនឹងប្រពន្ធដើមបងឯងចាស់ជ្រៅជ្រួញទៅហើយស្លៀកពាក់ដូចស្រីស្រែចរិតរោរឿងមិនចេះចប់មិនចេះហើយមិនដឹងថាបងឯងទ្រាំរស់នៅជាមួយយ៉ាងម៉េចទេចិន្តាទ្រាំលេងបានឈាមស្រែកស្បែកហៅនាងក៏ស្ទុះទៅរកនារីម្នាក់នោះប៉ុន្តែត្រូវសុខាដែលជាប្តីរួមខ្នើយបានប្រើដៃរុញច្រាននាងឡើងខ្លាំងរហូតដល់នាងដួលបោកនឹងខ្នងកស៊ូបណ្ដាលឲ្យរលត់ដៃរលត់ជើងហូរឈាមស្រោចខ្លួនចិន្តាបងប្រាប់ឲ្យទៅផ្ទះវិញបើមិនទៅទេពួកយើងលេងលះគ្នាភ្លាមទៅសុខាស្រែកកំហកទាំងចិត្តដាច់គ្មានធម៌មេត្តាបន្តិចសោះចិន្តាបានត្រឡប់មកផ្ទះវិញទាំងរូបកាយពោពេញទៅដោយរបួសស្នាមនិងបេះដូងដែលស្លាប់បាត់បង់ទៅហើយនាងបានអង្គុយសញ្ជោកសញ្ជឹងអោបកូនយំកូនស្រីម៉ារីណាឃើញម្ដាយយំខ្សឹបខ្សួលនិងមានឈាមហូរតាមដៃជើងនាងក៏បានយកដៃដ៏ទូចនិងទន់ខ្សោយមកជូត
ទឹកភ្នែករបស់ម្ដាយសំឡេងទាំងសំឡេងយំអួលដើមកផងដែរម៉ែម៉ែឈឺតង់ណាម៉ែកុំយំអីណាចាំកូនផ្លុំឲ្យបន្តិចទៀតបាត់ឈឺហើយប៉ាទៅណាម៉ែហេតុអីប៉ាអត់មកជួយមើលម៉ែហេតុអីប៉ាទុកឲ្យម៉ែឈឺបែបនេះឮកូនសួរពីរោគឪពុកចិន្តាកាន់តែអួលដើមកចង់ស្ទះទ្រូងនាងបានទាញកូនស្រីយកមកអោបនឹងទ្រូងរួចបានយំសស្រាក់សោកស្ដាយនឹងវាសនានាងអាណិតកូនស្រីខ្លាំងណាស់កូននៅតូចពេកមិនទាន់ដឹងអ្វីសោះក៏ត្រូវមកដឹងថាឪពុកជាមនុស្សម្នាក់ដ៏អាក្រក់ដែលលែងត្រូវការគ្រួសារមួយនេះទៀតហើយ2ថ្ងៃក្រោយមកសុខាបានត្រឡប់មកផ្ទះវិញគេមិនមែនមកសុំទោសឬមកមើលមុខរបួសរបស់ប្រពន្ធទេប៉ុន្តែគឺមកហុចលិខិតលេងលះគេចង់បានផ្ទះនិងឡានដែលជារបស់មានតម្លៃនិងបោះលុយមួយដុំទូចនិងដីស្រែបន្តិចបន្តួចនៅស្រុកស្រែអំបិលឲ្យចិន្តាគេសុកចិត្តបោះបង់ប្រពន្ធកូនចោលសិលធម៌ដើម្បីទៅរស់នៅសោយសុខជាមួយស្រីថ្មីចិន្តាសម្លឹងឃើញបុរសដែលចិន្តាសម្លឹងមុខបុរសដែលនាងធ្លាប់ស្រឡាញ់ស្ទើរស្មើជីវិតនាងដឹងថាចិត្តមនុស្សប្រុសបើគេអស់ចិត្តហើយទោះបីលុតជង្គង់សុំអង្វរហូរឈាមតាមភ្នែកក៏គេនៅតែរំលងដដែលនាងក៏បានសម្រេចចិត្តផ្ដិតមេដៃលេងលះទាំងទឹកភ្នែកដំណក់ចុងក្រោយស្រក់លើក្រដាស់លេងលះនោះនាងសម្លឹងចំមុខសុខារួចនិយាយពាក្យចុងក្រោយថាបងសុខាថ្ងៃនេះបងលះបង់ខ្ញុំនឹងកូនដើម្បីស្រីថ្មីនិងភាពហឺហាបំផន់ភ្នែកខ្ញុំសូមជូនពរបងឲ្យមានក្តីសុខចុះប៉ុន្តែបងត្រូវចងចាំក្នុងចិត្តថាលុយកាក់និងស្រីថ្មីអាចជាភាពសប្បាយចិត្តរបស់បងបានត្រឹមតែមួយពេលតែវាមិនអាចទិញគ្រួសារមួយពិតប្រាកដនឹងចិត្តស្មោះដែលខ្ញុំធ្លាប់មានឲ្យបងកាលពីបងនៅបាតដៃទទេនោះទេក្រោយមកចិន្តាបានប្រមូលសម្លៀកបំពាក់ចាស់និងនាំកូនស្រីចាក់ចេញពីផ្ទះដ៏ធំស្កឹមស្កៃនោះទាំងគ្មានការស្ដាយស្រណោះនាងត្រឡប់ទៅរស់នៅក្នុងផ្ទះជើងក្អែកចាស់ទៅទ្រុបរបស់ឪពុកម្ដាយបង្កើតវិញដោយបន្តជីវិតលក់ដូរបន្តិចបន្តួចដើម្បីចិញ្ចឹមកូនស្រីទោះបីជាលំបាករូបកាយបន្តិចមែនតែចិត្តរបស់នាងបានស្ងប់និងលែងរស់នៅក្នុងសម្ពាធទឹកភ្នែកនិងរងការក្បត់ខ្មៅងងឹតទៀតហើយរីឯសុខាវិញផលកម្មមិនចាំដល់ជាតិក្រោយឡើយក្រោយពីលេងលះមិនដល់បាន1ឆ្នាំផងស្រីស្នេហ៍ថ្មីដ៏ល្អដាច់គេរបស់គេនោះក៏បានលួចកាប់កេងលុយទៅចិញ្ចឹមប្រុសក្មេងបន្សល់ទុកតែសុខាធ្លាក់ខ្លួនខ្សែធន់ជាប់បំណុលគេវ៉ាន់ករោគផ្លូវចេញមិនឃើញពេលនោះសុខានឹកឃើញស្ដាយក្រោយនឹកឃើញដល់ប្រពន្ធដើមដែលធ្លាប់រួមសុខរួមទុក្ខនឹងកូនស្រីដ៏កំសត់ប៉ុន្តែអ្វីគ្រប់យ៉ាងវាហួសពេលអស់ទៅហើយផ្លូវដែលគេជ្រើសរើសដើរដោយខ្លួនឯងគឺទទួលខុសត្រូវដោយខ្លួនឯងប្រិមិត្តទាំងអស់គ្នាប្រិមិត្តអ្នកស្ដាប់ទាំងអស់គ្នារឿងរ៉ាវមួយនេះបានដាស់តឿនយើងយ៉ាងច្បាស់ថាកុំដោយសារតែមានបានបំភ្លេចភាពស្មោះត្រង់ការក្រីក្រសេចក្តីសុខគ្រួសារមិនមែនស្ថិតនៅលើវិឡាស្គឹមស្កៃឬឡានទំនើបនោះទេគឺស្ថិតនៅលើភាពស្មោះត្រង់និងការឲ្យតម្លៃគ្នាទៅវិញទៅមកសូមផ្ដាំទៅបងបរិសុទ្ធជាប្តីទាំងឡាយផ្កាព្រៃទោះស្អាតនិងមានក្លិនក្រអូបតាក់ទាញយ៉ាងណាក៏វាគ្រាន់តែជាផ្កាសម្រាប់លម្អភ្នែកមួយពេលតែប៉ុណ្ណោះកុំបំផ្លាញទឹកភ្នែកប្រពន្ធកូនដើម្បីតែភាពសប្បាយវង្វេងវង្វាន់មួយឆាវព្រោះតែពេលបាត់បង់គ្រួសារហើយទោះមានរយរាប់លានក៏មិនអាចទិញសេចក្តីសុខពិតប្រាកដត្រឡប់មកវិញបានឡើយ
អរគុណប្រិយមិត្តសម្រាប់ការស្ដាប់រឿងរ៉ាវដ៏ខ្លោចផ្សាមួយនេះតាំងពីដើមដល់ចប់បើបងប្អូនពុកម៉ែមានបងប្អូនទាំងអស់គ្នាចង់ចែករំលែកជាមួយទៅនឹងរឿងរ៉ាវផ្សេងៗអាចចែករំលែកជាមួយទៅនឹង Telegram នៅលើអេក្រង់នេះបានហើយសូមជួយចុច like subscribe ម្នាក់មួយផងដើម្បីជាកម្លាំងដល់ខ្ញុំបាទដើម្បីផលិតនៅវីដេអូក្រោយៗទៀតហើយសម្រាប់ពេលនេះសូមអរគុណសូមជម្រាបលា